សួស្តីប្រិយមិត្តសារព័ត៌មាន The Nation នៅពេលដែលភាពតានតឹងតាមបណ្ដោយព្រំដែនកាន់តែកើនឡើងខ្លាំងរដ្ឋមន្ត្រីការបរទេសថៃផ្ដើមពង្រីកបញ្ហាឬផលប៉ះពាល់ជាសកលនៃការឆបោកតាមអ៊ីនធឺណិតដោយការពីសកម្មភាពឈ្លានពានរបស់ប្រទេសថៃនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដោយរួមបញ្ចូលនៅការចោទប្រកាន់ត្រឡប់មកកម្ពុជាវិញតាក់ទងនឹងការឆបោកតាមអ៊ីនធឺណិតខុសច្បាប់ថាមានប្រភពមកពីប្រទេសកម្ពុជាប្រទេសទាំងពីរបើកយុទ្ធនាការអន្តរជាតិតាក់ទងនឹងចំនួនព្រំដែនបានដាក់បញ្ហាឲ្យដើរទន្ទឹមគ្នានឹងការកំទេចមជ្ឈមណ្ឌលឆបោកតាមបណ្ដោយព្រំដែនរីឯកងទ័ពភូមិភាគទី2របស់ថៃទើបតែរាយការណ៍ពីវត្តមាននិងចលនាសំខាន់ៗរបស់កងកម្លាំងកម្ពុជាជាពិសេសនៅក្នុងតំបន់ភ្នំ745នៃខេត្តឧបលរដ្ឋធានីថាជាកន្លែងដែលមានទាហានកម្ពុជាជិត 10,000 នាក់ត្រូវបានដាក់ពង្រាយការឆ្លើយតបនៅកម្រិតអន្តរជាតិវិញរដ្ឋមន្ត្រីការបរទេសថៃធ្វើដំណើរទៅកាន់ប្រទេសបារាំងភ្លាមៗដែលដើម្បីជួបជាមួយនឹងអគ្គនាយកអង្គការ UNESCO និងផ្ដោតលើឯកសារប្រវត្តិសាស្ត្រនិងទិន្នន័យបច្ចេកទេសទាក់ទងនឹងព្រំដែនថៃកម្ពុជាការចោទប្រកាន់ពីការឆបោកតាមអ៊ីនធឺណិតនៅកម្ពុជាគឺជាធាតុផ្សំសំខាន់ដែលថៃដាក់ចូលនៅក្នុងចំនួនការទូតដែលកំពុងបន្តកើតមានវិលវល់លើជុំវិញសកម្មភាពរបស់ថៃតាមបណ្ដោយព្រំដែនដោយបង្វែរការចរចានិងឃោសនាត្រឡប់ទៅរកបញ្ហានៃការឆបោកតាមអ៊ីនធឺណិតដែលបានបង្កគ្រោះថ្នាក់យ៉ាងទូលំទូលាយដល់ជនរងគ្រោះនៅទូទាំងពិភពលោក